តើបងសម្រាប់បងដែលក៏អត់ទាន់ចេះបត់ជាមួយនឹងផ្កាឈូករ័ត្នណាអាចមើលវីដេអូនេះបានណាបងសម្រាប់ផ្កាឈូករ័ត្នបងយកជាមួយនឹងលួសម៉ាតសៃមកបន្ទាប់មកបងកាត់ជា2វាប្រវែង15សង់ទីម៉ែត្រទេបងអញ្ចឹងបានប្រវែង15សង់ទីម៉ែត្រពីតសៃហើយអាម៉ាតសៃទៀតបងកាត់ជា2ទៀតទៅវាបាន7សង់ទីម៉ែត្រកន្លះហើយបងកុំភ្លេចបត់វាដូចខ្ញុំក្នុងវីដេអូហ្នឹងបងបត់វាជា2ចឹងមកបន្ទាប់មកបងយកជាមួយនឹងអា7សង់ទីម៉ែត្រកន្លះដាក់គូបលើគ្នាហើយយកប្រវែង15សង់ទីម៉ែត្រសកចូលប្រឡោះកដាលមកបន្ទាប់មកចាប់អាខាងលើនឹងឲ្យហាប់ហើយបងផ្គូបវាមូលវា2ជុំណាបងមូលវា2ជុំចឹងវាជាប់ល្អតមកទាញវាដូចក្នុងវីដេអូហ្នឹងទៅហើយបងវាស់ប្រវែងដៃមួយខ្នាងដៃកន្លះណាបងវាស់ឲ្យបងរុំវាឲ្យស្អាតមកហើយបងធ្វើសតបបែបហ្នឹងឲ្យបានគ្រប់16សតបណាហើយលាតាមវីដេអូហ្នឹងឲ្យបានត្រង់ដូចក្នុងវីដេអូខ្ញុំអញ្ចឹងមកបងដាក់វាឲ្យវារាងកោងតិចមកអញ្ចឹងឲ្យបានគ្រប់8ខាងលើ8ខាងក្រោមអញ្ចឹងទាំងអស់វា16សតបនេះបងឲ្យខ្ញុំបត់គ្រប់16សតបណាហើយនេះបងមើលសតបនីមួយរបស់ខ្ញុំណាអត់ធំទេបងនេះនឹងទូចល្មមតែបងហើយតែបងធ្វើឲ្យបងយកលួសពណ៌រាងប្រផេះពណ៌ដូចខ្ញុំចេះក៏បានហើយពណ៌រាងស្រាលជាងហ្នឹងក៏បានដែរយកមករុំវាមកជុំឲ្យវាពេញតសៃលួសទាំងអស់ហ្នឹងបងហើយបងទុកកតុយបន្តិចមកតមកបិទកាវវាឲ្យវាបិទកាវខាងលើដើម្បីឲ្យវាជាប់តអត់បិទទេវាអាចនឹងលបោតអាកវ៉ាងនឹងលបោតទៅវាលាអត់ស្អាតទេបងហើយពេលបងបិទហើយបងយកជាមួយនឹងសតបផ្កាបាញ់កាយហើយបិទវាដូចខ្ញុំចឹងណាខាងលើ8ខាងក្រោម8តែបងដំបូងបងបិទទាំងសងខាងណាបិទទាំងសងខាងហើយសល់មួយខាងទៀតបងយកសតប3មួយខាង3ដើម្បីបិទគុំវាបន្ថែមណានេះបងអាចមើលតាមវីដេអូនឹងបានបងបិទតាមនឹងទៅនេះខ្ញុំដាក់វីដេអូយឺតៗតែដើម្បីឲ្យបងងាយស្រួលមើលចឹងបងបិទហើយបងព្យាយាមមើលកាវវាកុំឲ្យហៀបងព្យាយាមមើលកុំឲ្យហៀបិទវាថាម្ដងតិចណាបិទម្ដងមួយមកចឹងបិទមួយខាងនេះបិទ3ប្រគ្រប់ណាតមកបងបិទមួយខាងទៅយល់បិទតរឹមមើលទាញវាឲ្យស្មើគ្នាកុំឲ្យវែងកុំឲ្យខ្លីទេបងយល់ទំហំសតបផ្កាហ្នឹងធ្វើម៉េចឲ្យស្មើគ្នាអ្នកបងយល់ខ្ញុំបិទមួយខ្ញុំមើលមួយបិទមួយមើលមួយអត់ហ៊ានបិទវាថាលឿនពេកទេតែយើងបិទលឿនពេកយើងអាចនឹងខុសឬក៏អាចនឹងវាអញ្ចឹងណាបងចឹងបិទមកសតបទៅមកសតបមកយល់បងអាចសារវីដេអូនេះរៀងយឺតក៏បានដែរតែថានេះខ្ញុំដាក់រៀងលឿនតិចកុំឲ្យវានាទីវែងពេកអញ្ចឹងណាពេលបងបិទហើយបងបិទហើយបងទាញវាមកទាញវាបកោងឲ្យវាខិតទៅលើបន្តិចបងទាញវាបកោងបើសិនជាអត់ទាញទេវាឃើញផ្កានឹងផ្ងាក់ទៅក្រោមអត់ស្អាតទេខ្ញុំបងទាញដូចក្នុងវីដេអូចឹងមកទាញវាឲ្យគ្រប់សរសៃបងគ្រប់សតបទាញវាអញ្ចឹងឲ្យស្មើឲ្យកម្ពស់ឲ្យវាស្មើគ្នាចាំបងយកសតបផ្កា8ទៀតដើម្បីបិទបក្រោមខាងក្រោមវាម្ដងណាហើយសតបខាងក្រោមនឹងបងបិទឲ្យចំប្រឡោះកដាលនៃសតបខាងលើនេះបងមើលតាមវីដេអូហ្នឹងទៅបិទឲ្យចំប្រឡោះកដាលនៃសតបខាងលើបិទវាយល់បដាញ់រហូតតតែពេញបងហើយបងព្យាយាមបិទកុំសូវដាក់កាវច្រើនពេកហើយក៏កុំសូវតិចពេកដាក់ឲ្យវាមកល្មមមកបើដាក់ច្រើនវារៀងហ៊ីកាវវាបតាក់ទិញដៃហើយខ្ញុំក៏លាដៃយើងទៀតតែថាបងដាក់មកល្មមមិនសូវអីទេបើដាក់តិចពេកវាអត់ជាប់នេះបងបិទមកសតបដូចខ្ញុំអញ្ចឹងណាបងបិទឲ្យបងទាញរុញមើលផងខ្លាចវាហួសបើថាខ្លាចវាចេញមករៀងខ្លាំងពេកអាសន្លឹកខ្លះចេញមករៀងទូចពេកវាស្អាតទេចឹងដាក់ឲ្យស្មើគ្នាចឹងមកនេះបងហើយពេលបងបត់ហើយបងអាចធ្វើស្លឹកបន្ថែមទៀតបានបដិញវាចឹងមកបង
នេះបងបងបន្ទាប់ពីបិទហើយពុតបកោងអីរួចហើយវាបានប៉ុណ្ណឹងបងបងហើយបងបងពេលមើលហើយកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំផងណាអរគុណច្រើនបងបង